សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាដឹងអត់ឥឡូវហ្នឹងនៅភ្នំតាម៉ៅមានប្រភេទសត្វខ្លះគឺគេប្រឡែងវាឲ្យមានសេរីភាពនៅក្រៅទ្រុងណាដូចជាសត្វក្តាន់នេះជាដើមគេប្រឡែងវានៅខាងក្រៅឲ្យវាដើរស៊ីតាមចិត្តវាមានសេរីភាពហើយនៅភ្នំតាម៉ៅយើងឥឡូវគឺមានសត្វច្រើនប្រភេទដែរដែលគេយកមកអភិរក្សនៅភ្នំតាម៉ៅយើងឥឡូវណាហ្នឹងហើយអញ្ចឹងបងប្អូនកុំភ្លេចចំណាយពេលវេលាមកទស្សនាភ្នំតាម៉ៅខ្លះផងកន្លែងរមណីយដ្ឋានមួយដែលត្រជាក់ចិត្តសារតែមានដើមឈើច្រើនណាហ្នឹងហើយឥឡូវតោះបងប្អូនចំណាយពេលបន្តិចទៅដើម្បីទស្សនាវីដេអូនឹងសត្វផ្លាយៗជាច្រើននៅក្នុងវីដេអូខ្ញុំមួយនេះហើយតោះយើងកុំឲ្យខាតពេលវេលាយូរហើយក៏ខ្ញុំសូមជួយផ្ដាំផ្ញើទៅបងប្អូនទាំងគ្នាជួយមកទស្សនាភ្នំតាម៉ៅខ្លះផងកន្លែងរមណីយដ្ឋានអភិរក្សសត្វព្រៃដើម្បីលើកស្ទួយវិស័យអភិរក្សសត្វនិងលើកស្ទួយកន្លែងរមណីយដ្ឋានផ្សេងៗនានានៅក្នុងប្រទេសយើងណាអញ្ចឹងសៅរ៍អាទិត្យអីយើងចំណាយពេលខ្លះមកដើម្បីលើកស្ទួយវិស័យទេសចរវិស័យអភិរក្សសត្វព្រៃនេះឯងតោះឥឡូវយើងទៅទស្សនានៅវីដេអូសត្វផ្សេងៗជាច្រើននៅក្នុងវីដេអូពួកខ្ញុំនេះទាំងអស់គ្នាបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើដំណើរមកដល់ទីតាំងភ្នំតាម៉ៅដែលចុះពីផ្លូវជាលេខ2មកបុកមកត្រង់យើងមកដល់ចំណុចនេះមុនគេចំណុចប្រសពផ្លូវជា3ជា4នេះហើយខ្ញុំប្រាប់អ្នកទាំងអស់គ្នាផ្លូវដែលយើងត្រូវទៅមើលនៅសួនសត្វហ្នឹងគឺច្រកមួយនេះគឺកុំឲ្យខាតពេលវេលាច្រើនយើងធ្វើដំណើរតាមច្រកផ្លូវមួយនេះពុំទាន់មានចាក់ជាកស៊ូឬក៏បេតុងទេគឺផ្លូវនៅចាក់គ្រួសរៀងហុយបន្តិចហើយជារៀងឆ្ងាយបន្តិចនឹងមកដល់ម្ដុំកញ្ចុះដែលគេមានលក់របស់របរលក់អីញ៉ាំម្ហូបអាហារជាដើមដែលនៅហ្នឹងខ្ញុំឃើញមានគេលក់ច្រើនគឺជុំវិញហើយច្រើនតែម្ដងហើយពេលចូលមកដល់សួនសត្វមុនគេហ្នឹងគឺខ្ញុំឃើញសត្វខ្ទីងមុនគេដែលគេដាក់នៅមុខគេចិត្តផ្លូវជាងគេណាសត្វខ្ទីងមួយក្បាលនេះគេដាក់ទ្រង់វាខាន់ដាច់ដライពីគេដោយសារថាវាឡើងកហើយវាកាចបើដាក់ចូលមួយគេគឺវាឈ្នះគេវាចូលគេអញ្ចឹងណាអញ្ចឹងក៏គេដាក់ទ្រង់ដាច់ដライពីគ្នាហើយក៏ខ្ញុំសង្កេតឃើញមានស្មៅអីគ្រប់គ្រាន់ហើយសម្រាប់ការប្រតិបត្តិខ្ទីងនេះដោយសារស្មៅវាច្រើនគឺដោយសារវាស៊ីស្មៅអញ្ចឹងយើងស្រួលចិញ្ចឹមទេហើយសត្វខ្ទីងគឺស្រួលចំណាំទេបងប្អូនដោយសារថាវាមានជើងវាទៅក្រោមនឹងពណ៌សមកកណាត់ហើយបោកវានឹងឡើងផុតមកដល់ខ្នងហើយបោកវាវែងជាងសត្វក្បីសត្វគោផុតទៅដល់ទៅនឹងឆ្អឹងខ្នងហើយនៅប្លុកនេះវិញគឺគេខាន់មកប្លុកទៀតគេដាក់រៀងតូចរៀងញីល្អិតតូចហ្នឹងគេដាក់មកប្លុកផ្សេង2 3ហើយក៏មានស្មៅគ្រប់គ្រាន់ដែរហើយអាពួកនេះរៀងសម្បូរវារៀងក្រហមតិចដែលវាអត់ទាន់ឡើងកខ្លាំងទេហើយនៅkiaត្រង់សត្វខ្ទីងហ្នឹងគឺនៅទល់មុខហ្នឹងគឺគេមានកន្លែងអភិរក្សសត្វខ្លាឃ្មុំខ្ញុំសង្កេតឃើញខ្លាឃ្មុំគឺមានច្រើនតែនៅភ្នំតាម៉ៅនេះទីធ្លាកន្លែងខណ្ឌដាក់ខ្លាឃ្មុំហ្នឹងពី3កន្លែងហើយគេរៀបចំវាស្អាតជាងគេបានន័យថាគេខាំងវារៀងប្រយ័ត្នយ៉ាងជាងគេវាដាច់ដライហើយគឺមានខាំងជាកញ្ចក់បងប្អូនកញ្ចក់ពីមុនគេដាក់ស្នាដៃតែដោយសារថាគេអាចនឹងមានជាកញ្ចក់នៅទៀតគេអាចនឹងដៃបាក់អញ្ចឹងឥឡូវគេខាំងជាកញ្ចក់ព្រោះអីតាមនេះវាគ្រប់ណាស់គេវាអាចវាលុបយើងពេលយើងមើលអញ្ចឹងឥឡូវគេខាំងជាកញ្ចក់ហើយគេមានកន្លែងឡានមើលគឺមានកញ្ចក់ហើយនោះគឺដាក់មុំបុកស្មៅដាក់មុំផងដែរហើយវាកំពុងតែស៊ីដំណងគេថាបកស្រាយទៅកន្លែងស៊ីហើយវាអូធំដែរនេះកន្លែងខឿនសម្រាប់ឡើងមើលគេធ្វើជាខឿនហើយកញ្ចក់ផុតខ្ពស់មកលើយ៉ាងដើម្បីមើលខ្លាឃ្មុំណាអ្នកទាំងអស់នេះតោះឥឡូវយើងធ្វើដំណើរទៅមើលសត្វផ្សេងៗទៀតទាំងអស់គ្នា
ដល់ចំណុចនេះត្រង់គេដាក់ពោះថ្លាន់ណាអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍អាណិតមន់មែនតើដែលគេប្រឡែងវាទាំងរស់នៅក្នុងត្រង់មន់អត់ដឹងថាងាប់ថ្ងៃណាទេនឹងហើយឃើញគេប្រឡែងមន់ពី3ឲ្យរស់នៅក្នុងនឹងហោស៊ីចាក់ចំណៃក្នុងហ្នឹងណាមិនដឹងថាត្រូវពោះចាក់ខំស៊ីពេលណាទេទៅពេលយ៉ាងមានអារម្មណ៍ថាអាណិតមន់អ្នកទាំងអស់គ្នាពោះនៅហ្នឹងរៀងតូចល្មមដែរ ហើយខ្ញុំធ្វើដំណើរជីទៅជីមកក៏ឃើញសត្វក្តាមមួយក្បាលដែលវានៅក្រៅទ្រុងដែលគេប្រឡែងវាឲ្យមានសេរីភាពដើម្បីស៊ីអីនៅក្រៅអញ្ចឹងណាភាសាថាវាឈប់ឆ្លាងឈប់អាមឬហើយអញ្ចឹងវានៅក្នុងតំបន់អភិរក្សហើយវាក៏មិនមែនជាសត្វកាយសាហាវដែរអញ្ចឹងក៏គេប្រឡែងវាឲ្យមានសេរីភាពហើយក៏វាម្យ៉ាងដែរឲ្យវានៅមានសេរីភាពមនុស្សដើរមើលគៀកបានអញ្ចឹងទៅវាមានអារម្មណ៍ថាវាសត្វព្រៃធម្មជាតិជាងណាអ្នកទាំងអស់គ្នាអញ្ចឹងហើយបានគេប្រឡែងវានៅក្រៅតែម្ដងទៅហើយខ្ញុំក៏ព្យាយាមទៅចូលគៀកវាដែរតែចូលគៀកពេកគឺវាផ្អើលហើយវាឆ្លាងរត់ហើយតែយើងអាចនៅឈរចង្ងាយរីឆ្ងាយបន្តិចបានហើយនៅភ្នំតាម៉ៅក៏មានសត្វតោដែរអ្នកទាំងអស់គ្នាខ្ញុំឃើញមានតោ2ក្បាលដែលតោនេះពីរនេះវាមានពណ៌ប្រផេះរាងភក់វាពណ៌ប្លែកពីគេដែលតោនិយាយទៅក៏តោភាគច្រើនវារាងក្រហមរោមវារាងពណ៌មាសណាប៉ុន្តែតោមួយគូនេះវាពណ៌ភក់រាងមានធំហើយមិនដឹងថាតោពូជស្អីដែរខ្ញុំអត់សូវស្គាល់ដែរគាត់តែនឹងតែមានសត្វតោមានខ្លាមាននិយាយទៅអាចថាសត្វព្រៃច្រើនមុខដែរណាអ្នកទាំងអស់គ្នាគាត់ថាវាមានតិចចំនួនតិចវាអត់មានច្រើនដូចជានៅបរទេសខ្លាអីឃើញតែ1 2អីទេអ្នកនរគ្នាហើយបើសត្វខ្លានេះវិញគឺវាអត់សូវចេះនៅស្ងៀមទេន័យថាវាដើរទៅដើរមកវាអត់សូវដូចតោឯងតោវាពេលខ្លះវាឈប់នៅស្ងៀមវានៅដេកប៉ុន្តែបើសត្វខ្លានេះវិញវាអត់ចេះនៅស្ងៀមតែម្ដងដើរទៅដើរមក ហើយនៅភ្នំតាម៉ៅកន្លែងដែលមានទស្សនាច្រើនជាងគេគឺកន្លែងដំរីបងប្អូនកន្លែងត្រង់ដំរីណាគឺមានសាឃើញមាននៅមកទស្សនាច្រើនហើយក៏សារទិញផ្លែឈើរបស់របរឲ្យដំរីញ៉ាំដែរហើយកន្លែងនេះត្រង់នេះគេដាក់តូចគេហៅថាដាក់ដំរីឈ្មោះលំផាត់ណាអ្នកនរគ្នាដែលជាដំរីដែលមានឈ្មោះល្បីមួយដែរមកមុនល្បីដែលវារងគ្រោះដោយសារឈឺជើងហើយក៏គេយកមកដាក់នឹងគឺមានមនុស្សមកមើលវាច្រើនហើយគេដាក់វាដោយតម្លៃពីដំរីធំគឺគេដាក់ត្រង់វាដោយតម្លៃ
នៅដូចជានៅពីរក្បាលដំរីកូនដំរីតូចៗនៅទីនេះតូចជាងគេនោះលំផាត់ខូចជើងមួយខាងឡើយជានៅទីតាំងវាលដាក់ដំរីហើយបាទត្រង់ទីតាំងជាប់គ្នានឹងដែរគឺគេមានខណ្ឌដាក់ដំរីធំធំដែលដំរីនៅនេះភាគច្រើនគឺសិតតែជាប្រភេទដំរីដែលរងគ្រោះណាដោយការជាប់អន្ទាក់បាប្រវត្តិដំរីមួយនេះគឺគេយកពីមណ្ឌលគិរីមកណាដែលវាជាប់ខ្សែកាបឈឺជើងដាច់ជើងមកខាងហើយបងប្អូនជើងមុខខាងឆ្វេងហ្នឹងហើយវាចេះជាងគេហើយក៏មានអាយុប្រហែលជា18-19ឆ្នាំហើយបើតាមអ្នកនៅអាប់ដេតហ្នឹងគាត់និយាយថាវាអាយុប្រហែលជា19ឆ្នាំដែលគេយកចិត្តទិញអីឲ្យវាស៊ីមែនតើមានដងមានអំពើអញ្ចឹងទៅដោយសារតែអាណិតជើងរបស់វាហ្នឹងឈឺដើរអត់ចង់រួចទេឬថាយូរលើកជើងដើរមកជំហានអីហ្នឹងគឺវាកំសត់អាណិតមែនតើហើយសត្វដំរីគឺជាសត្វដែលចេះមួយដែលវាមានញៀនណាយើងអាចបញ្ជាវាឲ្យរួមឲ្យអស់គុណតាមការបញ្ជារបស់អ្នកដែលអភិរក្សនៅហ្នឹងណាគឺវាអាចដឹងវាមានញៀនដឹងណាអ្នកទាំងអស់គ្នាអញ្ចឹងសត្វដំរីមួយគឺវាមានញៀននិងចេះមែនតើហើយវាជាសត្វដែលរំទុំដែលស្លូតមួយណាមានគុណណាឡាញបងគេគាត់ពីការជើង3ការជើងមកទៅឲ្យណាណៃរួមការជើង3មិនជើងតែមួយមុខហ្នឹងសត្វដំរីគឺវាសុខភាពស្លូតហើយវាចេះនិយាយទៅស្ដាប់អូយើងចាំទៅអូឲ្យស្រោមអូវាចេះគួចក្តោបទៀតបាទអូគ្រួអត់ឲ្យទឹកទេចាំមែនតើគេស៊ីតែលេសាច់ក្នុងចាំមែនតើហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូដំណើរកំសាន្តទៅភ្នំតាម៉ៅខ្ញុំមានតែប៉ុណ្្នឹងទេគឺមើលសត្វព្រៃដែលមានច្រើនប្រភេទនៅភ្នំតាម៉ៅនេះហើយក៏ខ្ញុំសូមសនំពរឲ្យអ្នកទាំងអស់គ្នាទៅលេងភ្នំតាម៉ៅខ្លះផងដើម្បីទៅមើលសត្វផ្សេងៗដើម្បីលើកស្ទួយវិស័យអភិរក្សសត្វហើយក៏វិស័យទេសចរណ៍ផងដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នា